Hello សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបរិយាបងប្អូនអរគ្នាអំពីការធ្វើ AP របស់រុជាគឺ 2260G អញ្ចឹងបងប្អូនអាចចូលទៅក្នុង Wi-Fi ហើយ check មើលទៅវាបាន IP វាប្រហែលណាហើយ password វាប្រហែលហើយname ឈ្មោះ Wi-Fi វាប្រហែលហើយ DHCP វាប្រហែលហើយ IP របស់វាប្រហែល IP ដកចូលវានោះវាចូលរបស់វាគឺ168.120.1ណាអញ្ចឹងយើងបិទវាមកយើង disconnect វាមកអញ្ចឹងយើងចូលទៅក្នុងក្រុមក៏បាន Google ក៏បានOpera ក៏បានអញ្ចឹងដូច្នេះយើងចូលទៅក្នុងក្រុមមកយើងវាយ 192.168.120.1 អញ្ចឹងយើងដកចូលទៅហើយ default របស់វាគឺ admin ណាបងប្អូន admin យើងអាចវាយ admin មកបន្ទាប់ពីវាយ admin ហើយបងប្អូនចូលទៅក្នុងកន្លែង lock ហ្នឹងទៅខៀវហ្នឹងទៅជិះភ្លឹបមកអញ្ចឹងវានឹងនាំរបស់យើងហ្នឹងចូលទៅក្នុង router របស់ AP ហ្នឹងហើយអញ្ចឹង AP វាមានតែប៉ុណ្្នឹងបងប្អូនចុចខ្វែងទៅមកហើយយើងចុច set up ក្នុង Chrome start set up អាហ្នឹងយើងចុច cancel ក៏បានចុចសញ្ញាខ្វែងហ្នឹងក៏បានអត់ជាបញ្ហាទេបងប្អូនចុចមិនទៅចុចតាមដែលអ្វីដែលបងប្អូនចេះធ្វើអញ្ចឹងអានេះយើងឈ្មោះ network របស់វាបន្ទាប់ណាតំបន់ណាអញ្ចឹងយើងដាក់ទៅយើងដាក់ AD ក៏បានអត់បញ្ហាទេអានេះគឺតំបន់ហើយអញ្ចឹងបើយើងដាក់យើងធ្វើជា Wi-Fi យើងដាក់ DHCP ក្នុង DHCP ហ្នឹងវាទទួល IP ពី router main router របស់យើងមកហើយចំណុច ASD ហ្នឹងគឺឈ្មោះ Wi-Fi អញ្ចឹងក្នុងនោះយើងដាក់ security មកហើយបន្ទាប់ក្រោមទៀតគឺយើងដាក់ password Wi-Fi គេដាក់ចាំពុតមកយើងដាក់តាមដែលគេចង់បានហ្នឹងទៅតាមក្រុមហ៊ុនដែលគេចង់បាន customer ដែលគេចង់បានទេ copy ទៅអាហ្នឹងយើងកន្លែងនេះគឺអាចចង់ក្រុមគេមិញហ្នឹងអាហ្នឹងគឺ apartment គឺ password login ណា password login របស់ router ហ្នឹងចឹងយើងដាក់ចេញមកក្រមមកយើងចុចនេះមកយើងចូលទៅក្នុងហ្នឹងមកយើងចុចcopy យកមក copy ពឹបមកតែវា copy ហើយបងប្អូនចេញមកមើលវាចេញមកក្រោមកន្លែងហ្នឹង country and region ហ្នឹងគឺឈ្មោះប្រទេសយើងនៅប្រទេសកម្ពុជាយើងដាក់កម្ពុជាមកខ្មែរដាក់ខ្មែរមកថៃដាក់ថៃមកវៀតណាមមកឥណ្ឌាដាក់ឥណ្ឌាមកអូខេអញ្ចឹងកន្លែង time zone នេះគឺយើងកំណត់ដូចគ្នាបាន time zone យើងដាក់ភ្នំពេញមកអូខេយើងរងចាំវារយៈពេល 2-3 នាទីឲ្យមកឲ្យវា refresh សិនដល់ពីចាំហើយបងប្អូនចុចបន្តទៅមុខទៀតទៅយើងចុចមើលវាទៅបន្ទាប់ពីយើងរងចាំមកយើងចូលក្នុង ping មកទៅវាដល់ឲ្យទាំង dot internet ចូលចឹងវាដល់ឲ្យយើងពេញទៅGoogle វាដល់យើងពេញទៅ Google វាដល់យើងពេញទៅ Google ទៀតមកជានេះទៅស៊ីទៅទៀតមែនទេអញ្ចឹងពេលយើងពេញហើយយើងដាក់អីទៀតមកដល់ step ball ទៅទៀតបងប្អូនចូលក្នុង YouTube មក check វាមកតើវាដំណើរការអត់ដំណើរការនេះអញ្ចឹងចូលទៅក្នុង channel របស់ខ្ញុំមកទៅបញ្ចូលក្នុង YouTube ហើយបងប្អូនមើលតើវាដំណើរការដូចជាថាមែនអត់ចុចមើលទៅចូលក្នុង channel ខ្ញុំបងអូខេនេះគឺជា channel ខ្ញុំចុចមកជានេះគឺ channel របស់ខ្ញុំអូខេបងប្អូនអរគ្នាដែលបានមើលវីដេអូជំរាបលាបាយបាយ see you to later